កម្ពុជាតវ៉ាប្រឆាំងទស្សនកិច្ចដឹកនាំដោយយោធាថៃនៅតំបន់អូស្ម៉ៃក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធទី4កុម្ភៈនេះបានតវ៉ាជាផ្លូវការប្រឆាំងនឹងការធ្វើទស្សនកិច្ចត្រួតពិនិត្យទីតាំងសន្តាគារចំនួន2កន្លែងក្នុងស្រុកអូស្ម៉ៃឧត្តមមានជ័យរបស់ប្រធានចារកម្មកងទ័ពថៃក្រសួងការបរទេសកម្ពុជាចាត់ទុកទស្សនកិច្ចដែលប្រព្រឹត្តទៅគ្មានការយល់ព្រមពីភាគីកម្ពុជានេះជាការរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនប៉ុន្តែយោធាថៃអះអាងថាទស្សនកិច្ចនេះជាការបង្ហាញភស្តុតាងនៃទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកអនឡាញតែប៉ុណ្ណោះរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026បានប្រកាសតវ៉ាជាផ្លូវការប្រឆាំងនឹងការធ្វើទស្សនកិច្ចពិនិត្យទីតាំងសន្តាគារចំនួន2កន្លែងដោយអនុព័ន្ធយោធាបរទេសមួយក្រុមនិងមន្ត្រីអនុវត្តច្បាប់ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃក្នុងស្រុកអូស្ម៉ៃខេត្តឧត្តរមានជ័យប្រទេសកម្ពុជាកាលពីថ្ងៃទី2ខែកុម្ភៈឆ្នាំ2026កន្លងទៅក្នុងលិខិតតវ៉ានោះក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាដំណើរទស្សនកិច្ចចុះត្រួតពិនិត្យទីតាំងធ្វើឡើងដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជានោះឡើយចំពោះក្រសួងការបរទេសកម្ពុជាការធ្វើទស្សនកិច្ចត្រួតពិនិត្យរបស់ប្រធានចារកម្មកងទ័ពថៃគឺជាការរំលោភបំពានលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាសូមបញ្ជាក់ថាទីតាំងសន្តាគារទាំងពីរកន្លែងដែលប្រធានចារកម្មកងទ័ពថៃនិងក្រុមអនុព័ន្ធយោធាបរទេសចុះទស្សនកិច្ចត្រួតពិនិត្យកាលពីថ្ងៃទី2ខែកុម្ភៈឆ្នាំ2026កន្លងទៅនោះគឺស្ថិតនៅចម្ងាយប្រមាណ397ម៉ែត្រពីច្រកអន្តរជាតិអូស្ម៉ាច់និងនៅក្បែរបង្គោលព្រំដែនលេខ15នេះបើតាមក្រសួងការបរទេសកម្ពុជានឹងបន្ថែមថាតំបន់ទាំងនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធថៃអំឡុងពេលនៃការវាយប្រយុទ្ធគ្នាលើកទី2ចន្លោះថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅបាទតាមសេចក្តីរាយការណ៍នៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026កន្លងទៅរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានចារកម្មកងទ័ពថៃលោក Thiranan Nathawan បានដឹកនាំក្រុមអនុព័ន្ធយោធាបរទេសចំនួន20ប្រទេសក្នុងការិយាល័យស្រាវជ្រាវ FBI នៅតំបន់អូស្ម៉ៃខេត្តឧត្តរមានជ័យក្នុងប្រទេសកម្ពុជាប្រធានចារកម្មកងទ័ពថៃបានរកឃើញថាតំបន់អូស្ម៉ៃធ្លាប់បានផ្ទុកមនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មឆបោកអនឡាញក្រមយោធាថៃបានបញ្ជាក់ថាខ្លួនបានរកឃើញភស្តុតាងជាច្រើនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញក្នុងទឹកដីកម្ពុជាអំឡុងពេលផ្ទុះសង្គ្រាមនៅតំបន់ព្រំដែនកាលពីចុងឆ្នាំ2025កន្លងទៅនេះបើតាមសេចក្តីរាយការណ៍ Reuters ដដែលទោះជាយ៉ាងនេះក្តីក្រសួងការបរទេសកម្ពុជាបដិសេធនឹងជំទាស់យ៉ាងដាច់ហឹង្ការចំពោះប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងយោធាថៃរួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់តាមរយៈការរៀបចំទស្សនកិច្ចមួយនេះកម្ពុជាចាត់ទុកសកម្មភាពទាំងនេះជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាននិងជាការប៉ុនប៉ងធ្វើឲ្យស្របច្បាប់នៅការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជាតុលាការបារាំងបើកការស៊ើបអង្កេតលើក្រុមហ៊ុនបណ្ដាញសង្គម X ក្នុងសំណុំរឿងឧក្រិដ្ឋកម្មអនឡាញនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026សមត្ថកិច្ចបារាំងបានចុះរឹបអូសឯកសារនៅឯទីស្នាក់ការប្រចាំនៅបារាំងរបស់ក្រុមហ៊ុនបណ្ដាញសង្គម X ពាក់ព័ន្ធនឹងសំណុំរឿងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញលោក Elon Musk កំពូលមហាសេដ្ឋីម្ចាស់ក្រុមហ៊ុននេះក៏ត្រូវបានតុលាការបារាំងកោះហៅឲ្យចូលខ្លួនមកបំភ្លឺក្នុងសំណុំរឿងនេះដែរទីស្នាក់ការក្រុមហ៊ុនបណ្ដាញសង្គម X ប្រចាំនៅប្រទេសបារាំងត្រូវបានសមត្ថកិច្ចបារាំងសហការជាមួយនគរបាល Interpol ចុះទៅឆែកឆេររឹបអូសឯកសារមួយចំនួននៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មអនឡាញចំណែកលោក Elon Musk ម្ចាស់ក្រុមហ៊ុន X ព្រមទាំងលោកស្រី Linda Cariano អតីតអគ្គនាយិកាក្រុមហ៊ុននេះត្រូវបានតុលាការបារាំងក្រុងប៉ារីសកោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី20ខែមេសានេះបានផ្អែកតាមលិខិតប្រកាសរបស់រដ្ឋអាជ្ញាក្រុងប៉ារីសផ្អែកតាមលិខិតខាងលើគឺការស៊ើបអង្កេតត្រូវបានចាប់ផ្ដើមបើកកាលពីដើមឆ្នាំ2025បន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្របារាំងបានរួមគ្នាជូនដំណឹងអំពីការព្រួយបារម្ភទាក់ទិននឹងប្រព័ន្ធ algorithm ដ៏លំអៀងរបស់បណ្ដាញសង្គម X ហើយដែលជនមានចេតនាអាក្រក់អាចយកទៅប្រើប្រាស់ធ្វើសកម្មភាពខុសច្បាប់ណាមួយតួយ៉ាងដូចជាការផ្សព្វផ្សាយព័ត៌មានប្រឌិតคล้ายៗការញុះញង់អំពើហិង្សាឬអាងពូជសាសន៍និងផ្លូវភេទជាដើមឆ្លងកាត់ការស៊ើបអង្កេតប្រមាណ1ឆ្នាំមកនេះសំណុំរឿងនេះបានរីកកាន់តែធំដោយសមត្ថកិច្ចសង្ស័យលើបណ្ដាញសង្គម X នៅករណីមួយចំនួនដូចជាការកាន់កាប់រូបភាពអនិច្ចជនដែលមានលក្ខណៈអនាចារអាភេទនិងករណីសងគំនិតចូលរួមផ្សព្វផ្សាយចែកចាយបន្តទៅកាន់ក្រុមឧក្រិដ្ឋជននៅរូបភាពអាភេទ deepfake បែបផ្លូវភេទឬបែបចរន្តគំនិតបដិសេធនិយមជាដើមសូមបញ្ជាក់ថាក្រៅពីថ្នាក់ដឹកនាំកម្ពុជារបស់ក្រុមហ៊ុនបណ្ដាញសង្គម X សមត្ថកិច្ចបារាំងក៏បានកោះហៅបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុននេះដែរដើម្បីឲ្យឆ្លើយបំភ្លឺក្នុងនាមជាសាក្សីលោកស្រី Laure រដ្ឋអាជ្ញាតុលាការក្រុងប៉ារីសបានពន្យល់ថានីតិវិធីសួរចម្លើយសេរីលើថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបណ្ដាញសង្គម X នឹងអនុញ្ញាតដល់ការលាតត្រដាងអង្គហេតុនិងទូនាទីការទទួលខុសត្រូវរបស់ពួកគេ
តែយ៉ាងណាលោកស្រីរតអាញាអះអាងថាការស៊ើបអង្កេតនេះមានកម្មវត្ថុប្រកបដោយការស្ថាបនាដើម្បីជួយចូលរួមធ្វើឲ្យបណ្ដាញសង្គមអិចគោរពស្របទៅតាមច្បាប់បារាំងគួរក៏សម្គាល់ថានេះមិនមែនជាលើកទី1ទេដែលប្រព័ន្ធយុត្តិធម៌បារាំងបានតាមដានស៊ើបអង្កេតលើក្រុមហ៊ុនបណ្ដាញសង្គមដែលរៀបដោយផ្សិតយ៉ាងអនាធិបតេយ្យចុងខែមករារដ្ឋអាជ្ញាបារាំងទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញបានចេញដីកាចាប់ខ្លួនមនុស្ស3នាក់ដែលមានតួនាទីគ្រប់គ្រងបណ្ដាញសង្គមខេកបន្ទាប់ពីករណីបរិសម្នាក់ស្លាប់ក្នុងពេលថតផ្សព្វផ្សាយលើបណ្ដាញសង្គមនេះបណ្ដាញសង្គម Telegram របស់មហាសេដ្ឋីរុស្ស៊ី Pavel Durov ក៏ជាប់ក្នុងការស៊ើបអង្កេតមួយដែរចំណែកកម្មវិធីលក់ទំនិញអនឡាញរបស់ចិនដូចជា Xian និង AliExpress ជាដើមសុទ្ធតែស្ថិតនៅក្នុងសំណាញ់ស៊ើបអង្កេតរបស់សមត្ថកិច្ចបារាំងពាក់ព័ន្ធនឹងករណីលក់ទំនិញខុសច្បាប់ដោយឡែកកម្មវិធីបញ្ញាសិប្បនិម្មិតមួយទៀតឈ្មោះ Grok របស់ក្រុមហ៊ុន Elon Musk ដែលកំពុងត្រូវបានសមត្ថកិច្ចជាច្រើនប្រទេសកំពុងស៊ើបអង្កេតព្រោះកម្មវិធីនេះអាចធ្វើឲ្យអ្នកប្រើប្រាស់យករូបថតអ្នកផ្សេងយកទៅសម្រាប់សម្លៀកបំពាក់អស់ហើយចែកចាយបន្តបានយ៉ាងងាយប្រធានាធិបតីចិនរិះគន់អាមេរិកបញ្ឆិតបញ្ឈៀងនៅក្នុងជំនួបជាមួយសូមភាគីអ៊ុយរ៉ាហ្គាយប្រធានាធិបតីអ៊ុយរ៉ាហ្គាយលោកយ៉ាម៉ាន់ដូអ៊ូស៊ីបានបំពេញទស្សនកិច្ចក្នុងប្រទេសចិននាថ្ងៃអង្គារទី3ខែកុម្ភៈថ្លែងក្នុងជំនួបជាមួយនឹងលោកអ៊ូស៊ីនៅក្នុងទីក្រុងប៉េកាំងប្រធានាធិបតីចិនលោកស៊ីជីនពីងបានអំពាវនាវឲ្យពិភពលោកពហុនិយមសមភាពយុត្តិធម៌និងមានសណ្ដាប់ធ្នាប់ទោះបីជាលោកស៊ីមិនបាននិយាយចំឈ្មោះប្រទេសណាក៏ដោយក៏គេដឹងថាលោកស៊ីចង់រិះគន់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីលោកដូណាល់ត្រាំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយរ៉ាហ្គាយលោកអ៊ីយ៉ាម៉ាន់ដូអ៊ូស៊ីនៅចិនពេលនេះគឺជាដំណើរទស្សនកិច្ចលើកទី1របស់ថ្នាក់ដឹកនាំអាមេរិកខាងត្បូងបន្ទាប់ពីព្រឹត្តិការណ៍ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាដូរ៉ូដោយកងកម្លាំងពិសេសអាមេរិកកាលពីខែមករាការចាប់ខ្លួននេះត្រូវបានចិនថ្កោលទោសនិងចាត់ជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡានៅក្នុងជំនួបជាមួយនឹងលោកអេយ៉ាម៉ាន់ដូអ៊ូស៊ីប្រធានាធិបតីចិនលោកស៊ីជីនពីងបានអំពាវនាវឲ្យពិភពលោកពហុនិយមសមភាពយុត្តិធម៌និងមានសណ្ដាប់ធ្នាប់សម្រាប់ប្រមុខរដ្ឋចិនពិភពលោកសពថ្ងៃកំពុងវឹកវរច្របូកច្របល់និងគ្មានសណ្ដាប់ធ្នាប់ដែលបង្កឡើងដោយប្រទេសមហាអំណាចដែលចង់ក្តោបក្តាប់ពិភពលោកតែម្នាក់ឯងទោះបីជាលោកស៊ីមិនបាននិយាយចំឈ្មោះប្រទេសណាក៏ដោយក៏គេដឹងថាលោកចង់និយាយសម្ដៅលើសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំក្នុងន័យនេះនឹងនៅចំពោះមុខសមភាគីអ៊ុយរ៉ាហ្គាយប្រធានាធិបតីចិនបានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការអ៊ុយរ៉ាហ្គាយដើម្បីលើកកម្ពស់ពិភពលោកឲ្យមានយុត្តិធម៌និងមានសណ្ដាប់ធ្នាប់អន្តរជាតិល្អព្រមទាំងជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសកលដោយមានការចូលរួមពីគ្រប់ប្រទេសទាំងអស់លើលោកតែលោកស៊ីមិនភ្លេចបញ្ជាក់ពីជំហររបស់ចិនដែលគ្រប់គ្រងប្រទេសនៅអាមេរិកឡាទីននិងតំបន់ការ៉ាអ៊ីបក្នុងការការពារអធិបតេយ្យភាពសន្តិភាពនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ពួកគេទេចំណែកប្រធានាធិបតីអ៊ុយរ៉ាហ្គាយលោកអេយ៉ាម៉ាន់ដូអ៊ូស៊ីក៏បានបង្ហាញក្តីបារម្ភអំពីហានិភ័យនិងភាពមិនប្រាកដប្រជាសម្រាប់ស្ថានភាពពិភពលោកសពថ្ងៃដែរតែប្រធានាធិបតីអ៊ុយរ៉ាហ្គាយរូបនេះដដែលមិនភ្លេចបញ្ជាក់ប្រាប់សមភាគីចិនថាអ៊ុយរ៉ាហ្គាយចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយចិនឲ្យកាន់តែជិតស្និទ្ធជាលទ្ធផលនៃទស្សនកិច្ចរបស់លោកអេយ៉ាម៉ាន់ដូអ៊ូស៊ីនៅចិនប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានបន្ថែមពីនេះភាគីទាំងពីរក៏បានព្រមព្រៀងពិចារណាសហការគ្នាបន្ថែមក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចឌីជីថលបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាបៃតងបច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ុយរ៉ាហ្គាយនិងជាទីផ្សារដែលនាំចេញធំជាងគេអ៊ុយរ៉ាហ្គាយនាំចេញផលិតផលកសិកម្មជាច្រើនទៅចិនដូចជាសណ្តែកសៀងនិងសាច់គោខណៈអ៊ុយរ៉ាហ្គាយបាននាំចូលរថយន្តអគ្គិសនីចិនយ៉ាងច្រើនគួររំលឹកជូនថាចិនបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅអាមេរិកឡាទីនដើម្បីស្វែងរកធនធានធម្មជាតិនិងនៅក្នុងមហាគ្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់លោកប្រធានាធិបតីស៊ីជីនពីងបន្ទាប់ពីមានជំនួបជាមួយនឹងប្រធានាធិបតីចិនលោកម៉ាយូឌូអ៊ូស៊ីបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិនលោកលីជៀងនិងប្រធានរដ្ឋសភាចិនលោកហ្សាវលីជីមុននឹងធ្វើដំណើរទៅទីក្រុងសៀងហៃនៅថ្ងៃពុធទី4ខែកុម្ភៈ